បាទទូរទស្សនិកជនជាទីមត្រីចាប់អារម្មណ៍ពីការផ្សព្វផ្សាយបាទទៅនឹងគោលនយោបាយបាទដែលផ្ដល់ឲ្យសិស្សក្រីក្របាទចំនួន1.5 លាននាក់នោះបានបន្តបាទទៅចុះឈ្មោះសិក្សារៀនសូត្របន្ថែមទៀតសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកភ្នៅបានសហការគ្នាជាមួយនឹងក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈរៀបចំនៅកម្មវិធីផ្សព្វផ្សាយពីកម្មវិធីបណ្ដុំបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់ប្រជាពលរដ្ឋនិងយុវជនចំនួន300នាក់នៅក្នុងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញនៅថ្ងៃ19នេះតែម្ដងឯកឧត្តមផៃសុកខេងតំណាងលោកបណ្ឌិតហានបរិនប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខណ្ឌព្រែកភ្នៅសហការជាមួយនឹងអគ្គនាយកដ្ឋានអប់រំបណ្ដុំបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនិងមានការចូលរួមពីលោកអតីតនិមលអភិបាលរងខណ្ឌព្រែកភ្នៅតំណាងលោកអភិបាលខណ្ឌបានរៀបចំផ្សព្វផ្សាយពីកម្មវិធីបណ្ដុំបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស1.5 លាននាក់ធីវេតជូនដល់គ្រួសារក្រីក្រចំនួន300គ្រួសារក្នុងអនុវិទ្យាល័យព្រែកភ្នៅសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅនោះអាយដាមផៃសុខេងបានលើកឡើងថាក្រមដំបូលសុខសន្តិភាពនិងការដឹកនាំក្នុងយុទ្ធសាស្ត្របញ្ញកោណរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងបន្តវេនលើសមិទ្ធផលបន្សល់ពីការដឹកនាំដ៏ជ្រាលជ្រៅរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនោះគឺបន្តយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបាននៅសុខដុមនីយកម្មប្រកបទៅដោយជីវភាពរស់នៅប្រសើរឡើងអាយដាមបានបញ្ជាក់ថាដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងចំណូលខ្ពស់នៅឆ្នាំ2050គឺថាមានតែជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈកម្មវិធីអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ TVET ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិនិងស្វែងរកការងារធ្វើកាន់តែប្រសើរឡើងហើយតាមរយៈកម្មវិធីនៅថ្ងៃនេះជាការរួមចំណែកជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី7ក្នុងនោះគឺអគ្គនាយកដ្ឋានជំនាញមន្ទីរការងារគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈគ្រប់រាជធានីខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅតាមក្នុងផ្ទះប្រជាពលរដ្ឋតាមគោលដៅព្រមទាំងនៅតាមទីតាំងសាធារណៈតាមរយៈការចែកខិត្តប័ណ្ណផងដែរនោះហើយអាយដាមបញ្ជាក់ដែរថានេះជាមានជំនាញពិតប្រាកដគឺពិតជាមានសារៈសំខាន់ណាស់ពិសេសគឺការមានទំនុកចិត្តទៅលើខ្លួនឯងក្នុងការរស់នៅក្នុងសង្គមស៊ីវិល័យបច្ចុប្បន្នដែលងាយស្រួលស្វែងរកការងារធ្វើនិងការប្រកបមុខរបរហើយនឹងបង្កើនប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រអាយដាមក៏បានអំពាវនាវផងដែរទៅដល់យុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេសគឺសូមអញ្ជើញចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួននិងយុវជនដែលមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅតែទទួលបានការរៀនជំនាញដែលឥតគិតថ្លៃនិងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀតសូមបញ្ជាក់បន្ថែមថាដំណើរការនៃការអនុវត្តកម្មវិធីគោលនយោបាយផ្តល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនចំនួន1.5 លាននាក់ក្នុងឆ្នាំ2024កន្លងទៅគឺបានទទួលសិស្សចូលរៀនប្រមាណជា 83,000 នាក់ក្នុងនោះសិស្សកំពុងសិក្សានៅមានចំនួន 28,000 នាក់សិស្សបានបញ្ចប់ការសិក្សាចំនួន 17,000 នាក់និងសិស្សទទួលបានការងារធ្វើចំនួន 10,000 នាក់